project ខ្ញុំ follow tutorial មួយហើយអត់ទាន់ complete ទេប៉ុន្តែឥឡូវនេះខ្ញុំដល់ពេលដែលត្រូវធ្វើការងារផ្សេងអញ្ចឹងនេះគឺជាការងារដែលខ្ញុំបាន update អញ្ចឹងការងាររបស់ខ្ញុំគឺខ្ញុំដាក់នៅលើ GitHub អញ្ចឹងនេះគឺជាវីដេអូទី2ហើយដែលខ្ញុំធ្វើការ commit code របស់ខ្ញុំទៅកាន់ GitHub របស់ខ្ញុំអូខេឥឡូវយើង commit ហើយខ្ញុំ commit ថ្ងៃណាខ្ញុំដាក់ទៅនេះ commit ឲ្យខ្ពស់ទៅបាទអញ្ចឹងវានឹងឲ្យខ្ញុំ select account ដោយសារនៅក្នុង Git របស់ខ្ញុំបានបង្កើតនៅ account 2បាទអញ្ចឹងនេះអូខេ success នេះប៉ុណ្ណឹងទេបាទហើយចង់ដឹងថា project នឹងធ្វើពីអីគេរងចាំខ្ញុំធ្វើបញ្ចប់ទាំងអស់ខ្ញុំនឹង demo បង្ហាញនៅក្នុង channel មួយហ្នឹងអញ្ចឹងសង្ឃឹមអ្នកទាំងគ្នារងចាំមើលថាតើ project មួយនឹងធ្វើពីអីហើយវាមាន function អីខ្លះអូខេវីដេអូមានប៉ុណ្្នឹងទេអរគុណជម្រាបលាបាយ